បន្តមកយើងនឹងបង្កើតនៅសកម្មភាពដែលគំនូរជីវចលរបស់យើងអញ្ចឹងយោងតាមគោលការណ៍របស់គំនូរជីវចលយើងមានទាំង12ចំណុចអញ្ចឹងធម្មតារូបមនុស្សដែរគឺតែតែមានសកម្មភាពកម្រើកបើដូចជាក្បាលកម្រើកឬក៏សក់កម្រើកជាដើមអញ្ចឹងយើងនឹងចាប់ផ្ដើមអនុវត្តជាមួយគ្នាអញ្ចឹងបងប្អូនត្រូវមកឈរនៅលើ layer main បាទឈរនៅលើ layer main បន្តមកយើងត្រូវចុចត្រង់ចំណុចនេះបាទត្រង់ចំណុចមួយនេះពាក់កណ្ដាលបាទយើងនឹងបង្កើត3ចំណុច1 2ហើយនិង3ចុងក្រោយគេបាទអញ្ចឹងបងប្អូនត្រូវឈរត្រង់ចំណុចនេះណាអញ្ចឹងបងអាចមើលនៅក្នុងមេរៀនបន្តទៀតបានបាទនេះយើងនឹងបង្កើតត្រង់ពីចំណុច1ទៅចំណុច1បាទត្រង់frame ទី10 frame ទី20ហើយនិង frame ទី30ដើម្បីបង្កើតជាចំណុចសកម្មភាពឲ្យមានការកម្រើករឿងក្បាលមនុស្សដោយតែយើងមនុស្សដើមមែនតើឥឡូវយើងចាប់ផ្ដើមបង្កើតចំណុចបន្តទៀតសិនបាទបង្កើតចំណុចបន្តទៀតហើយសូមយើងចាប់ផ្ដើមបន្ថែមនៅ classic twin បាទនេះត្រង់ classic twin ដែលយើងនឹងបានបង្កើតបាទអញ្ចឹងយើងចាប់ផ្ដើមបង្កើតចំណុចមួយទៀតបាទត្រង់នេះអញ្ចឹងចំណុចនេះបាទយើងចាប់ផ្ដើមinsert keyframe បាទនេះយើង insert keyframe មក insert keyframe បាទអញ្ចឹងចំណុចមួយទៀតត្រង់ចំណុចនេះយើងចាប់ផ្ដើមចុចមកស្អាតនៅវាយក insert keyframe ហើយយើងចាប់ផ្ដើមចុចលើរូបក្បាលរបស់មនុស្សហើយយើងចាប់ផ្ដើមទាញចុះក្រោមវិញបាទទាញចុះក្រោមនេះវិញហើយយើងមកចុចលើចំណុចចុងក្រោយមួយទៀតយើងចុចមកស្អាតលើវាយក insert keyframe ដូចគ្នាហើយយើងចាប់ផ្ដើមចុចលើរូបខ្លួនរបស់មនុស្សហើយយើងចាប់ផ្ដើមទាញឡើងទៅលើវិញបាទបែបនេះអញ្ចឹងយើងនឹងបង្កើតចំណុចពណ៌មួយនេះគឺពណ៌ផ្ទៃមេឃយើងនឹងបង្កើតជា classic twin បាទដែលវាងពីមួយចំណុចទៅមួយចំណុចឬក៏មួយចំណុចទៀតបាទឥឡូវយើងបង្កើតចាប់ដើមចុចនៅលើ frame ដំបូងបាទចុចមើលស្ដាំយើងយក create classic twin បាទហើយយើងឈរនៅលើចំណុចនេះមួយទៀតបាទចំណុចទី2ចំណុច4ជ្រុងនេះហើយចុចមកស្ដាំយើងយក create classic twin ហើយឈរនៅលើចំណុចមិនមែនឈរនៅលើចំណុចខ្មៅទេបងប្អូនគឺឈរនៅលើចំណុច4ជ្រុងបាទចំណុច4ជ្រុងមួយនេះបាទ4ជ្រុងតូចមួយនេះ4ជ្រុងតូចមួយនេះហើយចុចមកស្ដាំយើងយក create classic twin បាទបានតែនេះហើយអញ្ចឹងនៅពេលណាដែលបងប្អូនអុសមើលបាទឃើញក្បាលរបស់មនុស្សកម្រើកដូចជាមនុស្សដើមមែនតើបាទអញ្ចឹងដើម្បីបង្ហាញជាលទ្ធផលយើងត្រូវចុច control បូកនឹង enter អញ្ចឹងយើងនឹងចេញផ្ទាំងមួយបង្ហាញពីសកម្មភាពដែលយើងបានបង្កើតអញ្ចឹងនៅពេលដែលរូបរាងរបស់មនុស្សដើរក្បាលរបស់មនុស្សយើងគឺកម្រើកងើបចុះងើបឡើងបាទតាមចង្វាក់នៃការបោះដៃឬក៏ការបោះជើងដើររបស់យើងបាទអរគុណច្រើនបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់មើលគំរូថាតើលទ្ធផលដែលលោកគ្រូបានធ្វើរួចបាននៅកន្លែងណាបងប្អូនអាចចុចនៅត្រង់ដំណរភ្ជាប់នេះបានចុចនៅដំណរភ្ជាប់ខាងក្រោមហើយយើងអាចចូលទៅ download ហើយមើលគំរូរបស់លោកគ្រូបានអញ្ចឹងអរគុណច្រើនបងប្អូនយើងនឹងជួបគ្នានៅមេរៀនបន្តទៀត